trong nói chung là cứ tẹt tô nângประเภท សំណួរ true false យើងអាចប្រើប្រាស់ប្រភេទបានចឹងខ្ញុំចុចលើ true false នោះមកបាទអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់សំណួរដោយសារខ្ញុំជ្រើសរើសជា web poster ហើយខ្ញុំដាក់សំណួរខ្ញុំដាក់នៅចែកចូលគូសញ្ញាគ្រីសឬក៏ true false បានត្រឹមត្រូវអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺជាប្រយោគរបស់ខ្ញុំអញ្ចឹងចំណុចដែលត្រឹមត្រូវគឺ false មានន័យថាភ្នំភ្លើងងាប់គឺវាអាចផ្ទុះទៀតទេអញ្ចឹងគាត់ជ្រើសរើស false គឺជាចំណុចដែលត្រឹមត្រូវបាទអញ្ចឹងចុចបិដានមកលោកគ្រូអាចសេរីកន្លែងនេះឲ្យស្អាតមកបាទយើងអាចលើកអីឲ្យស្អាតឬក៏បណ្ណាក៏បានដែលយើងគិតថាសមរម្យអញ្ចឹងណាបាទអញ្ចឹងចូលមក view មកហើយខ្ញុំ play សិនបាទអាចជាស្រ័យដែរដោយសារម៉ាស៊ីននេះជឿតិចជាគុណណាបាទអញ្ចឹងអូសមកនេះមកបាទបិទសលេងតិចនេះអញ្ចឹងសំណួរគេសួរតែគេប្រាប់នេះចូលគូសញ្ញាtrue ឬ false បាទទៅក្នុងប្រអប់មុខយន្តនីមួយៗបានត្រឹមត្រូវយើងគេដាក់ថាភ្នំភ្លើងងាប់គឺជាភ្នំភ្លើងដែលត្រៀមនឹងផ្ទុះឡើងវិញនៅពេលឆាប់ប្រមុខអញ្ចឹងចម្លើយនេះគឺអត់ត្រូវទេអញ្ចឹងគាត់ចុច false បាទឲ្យ check គាត់អញ្ចឹងគាត់ត្រឹមត្រូវបាទ continue ទៅគាត់អាចមើលវីដេអូបានទៀតដែរវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេ